TikTok បាន update មុខងារថ្មីនៅក្នុង message ឬក៏យើងនិយាយបានថានៅក្នុង chat របស់ app TikTok ផ្ទាល់តែម្ដងគឺបានបន្ថែមការឆាតសំឡេងបានហើយជាទូទៅនៅក្នុង app TikTok ឬក៏កន្លែង chat TikTok យើងអាចឆាតជាសំឡេងបានទេបាទបានតែវាយជាអក្សរនិងផ្ញើរូបភាពក៏ប៉ុន្តែ TikTok បាន update ទៅលើ version ថ្មីបាទថ្មីក្តៅមែនទែនអាចឲ្យយើងឆាតជាសំឡេងបានបាទឆាតជាសំឡេងបានហើយគឺច្បាស់ល្អទៀតអញ្ចឹងសម្រាប់ខ្ញុំជាអ្នកលក់អនឡាញបាទខ្ញុំលួចត្រេកអរបាទខ្ញុំអរនៅពេលដែលខ្ញុំបានឃើញមុខងារនេះឡើងមកព្រោះដោយសារអីភាគច្រើនភ្ញៀវដែលគាត់ទិញអីវ៉ាន់នៅក្នុងអនឡាញបាទនៅក្នុង TikTok របស់ប្រពន្ធខ្ញុំគាត់តែងតែសួរចង់ទៅឆាតបាទចង់ទៅ Telegram ឲ្យយើងទៅក៏ប៉ុន្តែសម្រាប់មុខងារថ្មីនេះយើងមិនបាច់ឲ្យអតិថិជនរបស់យើងនឹងរត់ទៅណាទេលក់នៅក្នុង TikTok ប៊ូសនៅក្នុង TikTok បាទហើយបិទការលក់នៅក្នុង TikTok យកបានតែម្ដងគឺស្អាតនៅក្នុង TikTok ហ្នឹងអញ្ចឹងខ្ញុំតែងតែរំពឹងពីមុនថា TikTok គង់តែមានថ្ងៃណាមួយ TikTok នឹងផ្ដល់មុខងារឆាតសំឡេងបានព្រោះដោយសារអីនៅពេលដែលយើងឆាតជាមួយភ្ញៀវតសេអសផងវាយជាអសផងវាយច្រឡំដៃជួនកាលត្រូវក៏ជួនកាលវាខុសអញ្ចឹងណាអញ្ចឹងវាអត់សូវស្រួលហ្មងទេសម្រាប់យើងអ្នកលក់អនឡាញក៏ប៉ុន្តែការរំពឹងទុករបស់ខ្ញុំគឺបានដូចបំណងមែន TikTok បាន update ហើយសម្រាប់បងប្អូនទាំងអស់គ្នាអ្នកដែលគាត់ប្រើ TikTok ទាំងអស់កុំភ្លេចចូលទៅ update នៅក្នុង Play Store ឬក៏ App Store update វាឲ្យហើយណាបាទបានមានមុខងារហ្នឹងបើសិនជានៅ version ចាស់គឺអត់មានទេណាទាំង iPhone បាទទាំង Android ទៅ update ឲ្យហើយនៅក្នុងកន្លែង download កម្មវិធីហ្នឹងយើងទៅ update ហើយយើងនឹងបានមុខងារមានរូប macro បាទមានរូប microphone ដូចរូបភាពដែលខ្ញុំដាក់អញ្ចឹងបាទអញ្ចឹងយើងអាចឆាតសំឡេងទៅវិញទៅមកបានយើងអាចនិយាយបាននិយាយរួមទៅគឺមួយសេតមកគ្រប់មែនទែនខ្ញុំពីមុនខ្ញុំតែងតែគិតថាមិនដែលទេ app TikTok ប៉ុណ្ណាណីគ្រាន់តែមុខងារឆាតបន្តិចប៉ុណ្ណឹងដាក់សំឡេងប៉ុណ្ណឹងហេតុអីធ្វើមិនបានគង់តែមានថ្ងៃណាគេដាក់មកគឺឥឡូវយើងដាក់មែនទែនហើយអ្វីដែលសំខាន់មែនទែនណាគឺទៅដល់បងឬក៏ចែអ្នកដែលគាត់ធ្វើអាជីវកម្មនៅលើ TikTok ឬក៏លក់អនឡាញបាទលក់អីវ៉ាន់នៅលើ TikTok ចឹងផ្ដល់ភាពងាយស្រួលមែនទែនយើងមិនបាច់ចរុញឲ្យភ្ញៀវទៅ Telegram ឬក៏ចរុញឲ្យភ្ញៀវចូលឆាតចូលអីចឹងទៅវាពិបាកគឺម៉េះខ្ញុំគិតថារឿងហ្នឹង TikTok អត់អាចមើលម្លងគួរតែដាក់យូរណាស់ដែរក៏ប៉ុន្តែយើងបានមុខងារមកនឹងហើយយើងប្រើឲ្យអស់ដៃហ្មងទៅលក់នៅកន្លែងហ្នឹងឆាតជាមួយភ្ញៀវនៅកន្លែងហ្នឹងបិទការលក់កន្លែងហ្នឹងហ្មងទៅឲ្យវាងាយស្រួលជាងមុនណាអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំមកអាប់ដេតទូៗហើយសម្រាប់បងប្អូនទាំងអស់គ្នាមិនទាន់បានប្រើមុខងារហ្នឹងអាចទៅអាប់ដេតសាកមើលបាទឥឡូវគឺខ្ញុំអាចអាប់ដេតបានហើយខ្ញុំក៏បានធ្វើការឆាតឆ្លងឆ្លើយគ្នាជាមួយប្រពន្ធខ្ញុំនេះខ្ញុំឲ្យមើលបាទគឺមានមុខងារសំឡេងជា microបាទប្រហែលជាមើលអត់ឃើញណានៅឆ្ងាយអូខេអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេកុំភ្លេចតាមដានរាល់វីដេអូរបស់ខ្ញុំកុំភ្លេចចុច like share និង comment នៅក្នុងវីដេអូនេះបើសិនជាមានចម្ងល់កន្លែងណាបាទកុំភ្លេចជួបជាមួយខ្ញុំបាននៅ channel នៅវីដេអូក្រោយទៀតបាយបាយ